បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ Channel ដំណើររឿងអមនុស្សទាំងអស់គ្នានៅថ្ងៃនេះគឺពិសេសមែនទែនបាទខ្ញុំមានសាច់រឿងមួយពិតជាក្តៅគគុកពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវបងវរៈកងទ័ពការពារទឹកដីរបស់យើងនៅតាមតំបន់ជួរព្រំដែនដែលកំពុងផ្ទុះអាវុធទាំងផ្លូវគោកនិងផ្លូវអាកាសដោយសារតែពួកចៅសៀមវាបានបាញ់ប្រហារមកលើទឹកដីរបស់យើងយ៉ាងព្រៃផ្សៃមែនទែនហើយរឿងនេះខ្ញុំសូមដាក់ចំណងជើងឲ្យថាតបខ្មោចដូនតាខ្មែរកំចាត់ចៅសៀមសម្រាប់រឿងនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងស្ដាប់តាំងពីដើមរហូតដល់ចប់ផងដែរដោយសាររឿងនេះយើងគួរតែដឹងដើម្បីអាចនឹងយកទៅនិយាយប្រាប់តគ្នាឲ្យកូនចៅជំនាន់ក្រោយហ្នឹងបានដឹងបន្តផងអញ្ចឹងណាហើយមុននឹងចូលទៅដល់សាច់រឿងខ្ញុំបាទដូចជាបងប្អូនទាំងអស់គ្នាដែរសូមធ្វើការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងកងទ័ពជួរមុខដែលខិតខំការពារទឹកដីនៅតាមតំបន់ព្រំដែនបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិរបស់យើងកុំឲ្យពួកចៅសៀមវាមកឈ្លានពានបានហើយជាពិសេសសូមដឹងគុណចំពោះបងវរៈកងទ័ពដែលបានពលីជីវិតនៅលើសមរភូមិដែលការពារមរណភាពទឹកដីរបស់យើងហ្នឹងហើយក៏សូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិដែលមានឫទ្ធិអំណាចខ្លាំងពូកែក៏ដូចជាបារមីដូនតាទាំងអស់សូមមកជួយការពារបងវរៈកងទ័ពយើងទាំងអស់និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាផងហើយមួយវិញទៀតសូមអរគុណខ្លាំងមែនទែនដល់ទឹកចិត្តរបស់បងប្អូនយើងទាំងអស់គ្នាដែលបានកំពុងខិតខំប្រមូលមូលនិធិដូចជាស្បៀងសម្ភារៈប្រើប្រាស់ផ្សេងទាំងថវិកាជំនួយគ្រប់សពដើម្បីជួយទៅដល់ពុកម៉ែបងប្អូនជនភៀសសឹកនិងបងកងទ័ពជួរមុខរបស់យើងអញ្ចឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេព្រោះខ្ញុំចង់និយាយរឿងប្រទេសជាតិតែបន្តិចកុំឲ្យថាអត់បាននិយាយព្រោះខ្ញុំចង់និយាយច្រើនជាងនឹងទៀតតែសង្ខេបតិចទៅបានហើយកុំឲ្យវែងឆ្ងាយពេកចឹងកុំឲ្យរត់ទៅខាត់ពេលយូរចូលមកស្ដាប់សាច់រឿងពេញរបស់យើងវិញទាំងអស់គ្នាសម្រាប់រឿងរ៉ាវមួយនេះគឺបានមកពីលោកពូម្នាក់គាត់មានឈ្មោះថាលោកពូរិទ្ធហើយគាត់មានបច្ចុប្បន្នអាយុ40ឆ្នាំក្រាស់ហើយជិត50ឆ្នាំហើយប៉ុន្តែគាត់អត់ទាន់ចូលនិវត្តន៍ទេដោយសារតែគាត់នឹងរស់នៅតំបន់ព្រំដែនតាំងពីគាត់នៅក្មេងមកម្លេះដូចជាស្រុកកំណើតរបស់គាត់ហ្នឹងចឹងគាត់អត់ជន់ចូលនិវត្តន៍អីទេព្រោះគាត់នៅនឹងស្រាប់គាត់នៅការពារព្រំដែនទឹកដីហ្នឹងទៅហើយលោកពូរិទ្ធគាត់បានប្រាប់ថាក្នុងសម័យសង្គ្រាមនៅតំបន់ព្រះវិហារក្នុងកាលហ្នឹងក៏ឡងឆ្នាំ2008ដល់2011រយៈពេល2-3ឆ្នាំដែរជាមួយពួកចៅសៀមហ្នឹងពេលនោះលោកពូរិទ្ធគាត់បានប្រាប់ថាគាត់បានទៅនៅក្នុងព្រៃនៅតំបន់ម្ដុំព្រះវិហារហ្នឹងព្រៃហ្នឹងលោកពូរិទ្ធគាត់បាននិយាយថាគាត់មានគ្នាចំនួន10នាក់ហើយគាត់នៅក្នុងហ្នឹងក្នុងព្រៃដែលតំបន់គ្រោះថ្នាក់តំបន់ព្រំដែនហ្នឹងត្រូវចល័តចុះចល័តឡើងរហូតពេលខ្លះជួបពួកចៅសៀមក៏បាញ់គ្នាទៅពេលខ្លះពួកចៅសៀមវិរុលចូលមកក៏បាញ់គ្នាទៀតចឹងទៅហ្នឹងហើយគាត់ចល័តទៅក្នុងដីយើងទេហ្នឹងហើយពេលខ្លះពួកចៅសៀមចូលមកផ្ទុះដឹងទៅផ្ទុះមីនផ្ទុះអីចឹងទៅហើយដល់ពេលគាត់ចល័តចុះចល័តឡើងចឹងទៅចល័តគ្រប់ទីកន្លែងណាបងប្អូនដោយពេលខ្លះក៏ចំកន្លែងពិបាកខ្លាំងទៅដូចជាកន្លែងដែលគ្មានថ្មធំបាំងគ្រាប់ព្រោះទាហានត្រូវការមានថ្មដូចជាខែលនឹងថ្មព្រោះมันអាចពេលខ្លះកន្លែងខ្លះអត់មានជីតលានឋានឯកើតទេព្រោះយើងចល័តព្រោះគាត់ប្រាប់អញ្ចឹងហើយបើកន្លែងខ្លះទៀតអត់មានទឹកទេអញ្ចឹងវាពិបាកការងូតទឹកឬក៏ហូបផឹកទឹកឬក៏ត្រូវមានទឹកបើមានស្បៀងអត់ទឹកក៏ពិបាកដែរហើយនឹងដូចជាកន្លែងខ្លះទៀតក៏ពិបាកសម្រាកពេលយប់គឺពិបាកសម្រាកមែនទែនហើយលោកពូរិទ្ធក៏បន្តទៀតថានៅក្នុងយប់មួយគឺភ្លៀងខ្លាំងមែនទែនយប់មួយហ្នឹងដែលធ្វើឲ្យពួកគ្នាលោកពូរិទ្ធហ្នឹងចំនួន10នាក់ហ្នឹងគឺ
ត្រូវទឹកភ្លៀងផងត្រូវអីផងអញ្ចឹងទៅភាគច្រើនគឺឈឺហ្មង10នាក់ហ្នឹងក៏ឈឺ7នាក់អីបាត់ហើយដោយសារតែផ្ដាសាយធំផងដោយសារតែគ្រុនចាញ់ផងដោយសារតែចាញ់អាកាសធាតុអីមិនអញ្ចឹងណាតាមជាក់ស្ដែងនៅក្នុងព្រៃប៉ុន្តែពួកគាត់នៅតែទ្រាំបន្តទៀតនៅមើលថែទាំគ្នាគាត់10នាក់ហ្នឹងទៀតទៅហើយទាំងទ្រាំឈឺផងទាំងទ្រាំបាញ់គ្នាជាមួយពួកចៅសៀមផងហើយយុគមួយហ្នឹងគឺគ្នារបស់លោកពូរិទ្ធម្នាក់ត្រូវបានពួកអាចារ្យសៀមហ្នឹងបាញ់ត្រូវក្របអញ្ចឹងទៅក៏បណ្ដាលឲ្យស្លាប់ភ្លាមអញ្ចឹងគ្នាគាត់10នាក់ស្លាប់ម្នាក់បាត់នៅពេលយុគមួយហ្នឹងហើយគ្នារបស់លោកពូរិទ្ធនៅសល់តែ9នាក់ទេតែមិនដឹងជាពួកគាត់គិតមិនដឹងជាយកសពរបស់គ្នាគាត់ហ្នឹងទៅណាកើតព្រោះនៅក្នុងរៀងជ្រៅដែរហើយមិនដឹងថាយកទៅណាកើតក៏សម្រេចចិត្តថាទុកនៅជាមួយពួកគាត់សិនទុកសពហ្នឹងនៅជាមួយពួកគាត់សិនណាតែអាហ្នឹងធ្វើម៉េចយើងវិរៈកងទ័ពដូចគ្នាត្រូវការពារគ្នាទោះតែស្លាប់ក៏ដោយក៏ត្រូវតែយកសពទៅឲ្យបងប្អូនបូជាដែរអញ្ចឹងចំពេលណាដែលធូរស្បើយបន្តិចនឹងយកសាកសពចេញទៅវិញទាំងអស់គ្នាប៉ុន្តែសាកសពគឺมันអាចទុកយូរបានទេបងប្អូនដឹងហើយដឹងស្រាប់អីទុកតែ2ថ្ងៃអីគឺចាប់ផ្ដើមធំក្លិនហើយអញ្ចឹងបន្ទាប់ពីទុកសាកសពគ្នារបស់គាត់មកចំនួន3ថ្ងៃគ្នារបស់លោកពូរិទ្ធទាំងអស់ហ្នឹងក៏សម្រេចចិត្តគិតគ្នាភាសាគ្នាក៏សម្រេចចិត្តថាជីកដៅកប់សាកសពគ្នាគាត់ទុកសិនទុកនៅមួយកន្លែងហ្នឹងហើយចំណាំកន្លែងហ្នឹងសិនកប់សិននៅកុំឲ្យធំក្លិនកុំឲ្យអីចឹងណាតែយើងចំណាំកន្លែងហ្នឹងហើយពួកគាត់និយាយគ្នាថាចាំមើលអាចថ្ងៃណាមួយចប់សង្គ្រាមនឹងយកនឹងមកកោះសាកសពនឹងយកទៅធ្វើយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីចឹងណាទៅបូជាទៅធ្វើអីតាមប្រពៃណីចឹងទៅលុះដល់ថ្ងៃទី4ដល់ពេលរៀងយប់ជ្រៅគ្នារបស់លោកពូរិទ្ធហ្នឹងក៏ម្នាក់អស់កម្លាំងរយៈពេល4ថ្ងៃហើយអស់កម្លាំងណាមួយអាទឹកក៏ដាច់អាបាយក៏ដាច់ណាមួយឈឺផងអត់ថ្នាំលេបផងអត់មានថ្នាំអីព្យាបាលផងគណៈពេលហ្នឹងលោកពូរិទ្ធក៏មិនដឹងគិតអីគាត់រៀងបាក់ទឹកចិត្តដែរបងប្អូនក៏លើកដៃប្រណម្យលើកដៃសាពះសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិមានឫទ្ធិអំណាចខ្លាំងពូកែក៏ដូចជាបារមីដូនតាទាំងអស់អ្នកតាម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំសូមជួយតាមថែអាសាការពារកូនចៅទាំងអស់គ្នាឲ្យបានសុខឲ្យបានឈ្នះអស់មារសត្រូវដើម្បីត្រឡប់ទៅផ្ទះវិញជួបប្រពន្ធជួបកូនអីចឹងណាជាបន់គុណម៉ែគុណអីហ្នឹងទៅបន្ទាប់ពីលោកពូរិទ្ធបានបន់បួងសួងអីសាពះអីរួចរាល់ហើយក៏ឃើញថាមេឃក៏មានចាប់ផ្ដើមអាងឹតផ្គរផ្ទះលន់ឬគឺមេឃខ្លាំងមែនតើបងប្អូនដុងក្ដៀងភ្នែកបន្ទោលអីចឹងណាគាត់តែគាត់បួងសួងចប់ប៉ុន្តែអត់មានមេឃភ្លៀងធ្លាក់ទេអត់មានមេឃភ្លៀងធ្លាក់បន្ទាប់មកក៏ឮសំឡេងផ្ទុះអាវុធខ្លាំងទៅពេលហ្នឹងខាងក្រុមផ្សេងទៀតក៏បានបោះដៃតាមឯកោមកណាបងប្អូនបោះដៃតាមគេហៅហ្នឹងឯកោអញ្ចឹងទៅបោះដៃតាមវិទ្យុតាក់ទងគេហ្នឹងថាពួកសៀមវាបានរុលចូលមកច្រើនណានិយាយអញ្ចឹងណាបោះក្នុងឯកោហ្នឹងគេបោះដៃមកអញ្ចឹងកងទ័ពយើងទាំងអស់គ្នាត្រៀមខ្លួនប្រយុទ្ធកុំឲ្យពួកវាចូលមកដល់ដីខ្មែរបានអីសោះនិយាយម៉ាត់អញ្ចឹងណាអាហ្នឹងអាចជាក្រុមពួកគាត់ដែលនៅបែកខាងលិចបែកខាងកើតអីទៀតអញ្ចឹងណាបោះដៃប្រាប់គ្នាពេលហ្នឹងក្រុមរបស់លោកពូរិទ្ធក៏ស្ទុះងើបឡើងរៀបចំខ្លួនដើម្បីទៅប្រយុទ្ធបន្តទៀតប៉ុន្តែជាក់ស្ដែងគ្នាលោកពូរិទ្ធទាំង9នាក់ណាអស់ពីខ្លួនបាត់ហើយរយៈពេល 4-5 ថ្ងៃហ្នឹងគឺអស់លីងហ្មងអស់ដោយសារអាហត់ក៏ហត់អាដាច់ទឹកដាច់បាយផងឈឺផងគ្រុនផងកើតជំងឺគ្រុនចាញ់ផងអីចឹងណាក្តាស់សាយផងអីផងយើងអស់កម្លាំងខ្លាំងមែនតើអត់មានថ្នាំសង្កូវណាព្យាបាលតែនៅតែស៊ូក្រោកតស៊ូជាមួយពួកចៅសៀមទៀតគណៈពេលនោះពួកចៅសៀមមានគ្នាច្រើនណាបងប្អូនមានគ្នាច្រើនមិនក្រោមគាត់ប្រាប់ថាមិនក្រោម100នាក់មានតែ100នាក់ឡើង100នាក់ចូលបើថាយ៉ាងអស់ទៅចូល200នាក់តែអត់ក្រោម100ទេពាត់ជុំវិញនឹងហ្មងច្រើនមែនតើហើយរីឯក្រុមរបស់ពុរិទ្ធវិញ
sao là kia tập bùn bùn này và tại krom xem tiết mình đằng đầu ná đâu nấy đi nó ngay bị kia đầm bón cô đào khó kia chả lát khó kia và tại nó không krom là bao là pu rất nó cứ tăng nơi tập kia tập bùn bùn nè đi bùn nè gặp lương bùn bùn đào mình tới miếng khó bay miếng ấy chừng tới về nó lụp pu rất còn kịch thà con nông chất đó mình ai cho nè bộ vía bán đấy bờ nơi so là kia tập bùn bùn nè chứ ai kia bộ hàng xiêm năng về rộp rồi nè nhưng tập bánh như thế này kết nông chất điện ao thành không khai giống đó và to pi là pu rất kết nông chất đuôi nhưng tới còn mưa từ lơ mê ao thành không không ai hóng có khơi mưa từ lơ mấy khơi chập đám cồn tia đi rồi cồn tia khoang cồn tia nó chập đám bánh đung đéng này tôi lo hóng còn mưa khơi bàn hai mà flat bạch ngặt từ mình hãy có lưu snow gặp lương lưu snow chất từ lưu snow gặp lương nó khlang tới chẳng mình đây tha phụ chào xiêm nó vì chọc đam roll mà đo chất đo phụ krom bù rật này roll mà chất đo lại bản lưu xâm lên là biếp khlang tới về nó mê chọc đam pi ngặt cồn té pi ngất chọc đam mê plư mình đôi là ca thiết prai pro phliêm món nào bông bồn phư mà đong tích phư tới hay lục bù rất nó có khơi nó trung vinh krom rồi bỏ quạt nó xuất tay sầm máu bỏ không màu là biết sầm máu định mình nước chứ sầm máu không màu hay mình tích nó cho ra nữa nè hàng cõi non của miên hàng chuối của miên hàng đam của miên này po chênh màu mà đừng chênh màu bị nè đi màu mà thấy đào dầm đáy từ mục từng trơn đào dầm đáy từ mục từng tái dầm máu không ai từng và prap là chứ đào dầm đáy từ rô của cháo xiêm nữa hay mà rất tốt cái lưới snow gặp lưới tu khlang mình tên mà bộ đung đen phong phăng lưới khlang mình tên hay krom rồi bao lục pu rất nứng có nom kia tăng của bố nè nứng có không prăng banh to từ chùm mũi bộ cháo xiêm nâng phòng đài banh chùm mũi khơi dùm máu không ai nâng tự mục hay bộ quạt này nó bật càng cao để lược cặp lương banh phung phăng tiết đó nè và hỏi crop nó sao tệ không và tới cuối sau slide nè krom là bo là pu rất pra pe đẹp sầm rọc banh khlang mệt tê nữa crop nữa có crop cặp lương mệt thà mệt đấy nơi tích bầm phật móng cái này là bo ở pu rất nâng khác có thời khóp bo thay banh máu thời khóp chấm chương khác tới có thời chấm đáy rìa khác tiến có thời chấm luôn hay là pu rất nâng toàn từ crop ấy thì tại còn chấm này tập phụ mạ quạt mật krom quạt nó từ trà nè mình đến và tại mình đo slap đôi mình nè tập bố nè slap bị còn thời mà khóp nhưng tới toàn slap toàn thời trình lệch sầm khăn này chẳng nè ai bên nó đục pu rất có lưu sầm lên strike prap quạt tha mà đang sầm lên strike pin ấy máu nó sẽ quạt lưu từ quạt rồi để quạt tha non như thôi cào bên tây tục ai phụ nhom bị dốt chỉ mối phụ vía và to mốt pe đại là pu rất quạt ban lưu sầm lên trắng sẽ phẹp quạt trắng có phẹp khni đọ thôi cào sần để xa thời là bùa chở nó nam mối krom rồi bỏ là pu rất thà chẳng đua là hay nè ô con nè thời khópกับเรื่องphongไอ้phong ô con nè mau thôi khỏi độ thôi giờ nó ai còn chập đào khơi cho bạc từ thôi khỏi á những đã thôi khỏi chập đào khơi cho bạc từ hàng mục miền krom rồi màu không ai nó cho ra tới lịch tranh bị tức đây không á mẹ lịch tranh bị không đấy nè phô tranh mau đa mong tranh máu đa mong bom ôn sầm máu thì mẹ phô bị tranh bị đấy nó đa lơ đấy từng mục phô tranh đa từng mục cho ra mình đến đa sầm đấy rồi can tập phụ đa can tập tức đây thấy á sầm đấy tập bài chữ banh đã tới ở chút chỉ mũi phụ chào xiêm nữa về nó kia là phụ rất tiền bùn nè nó khơi những ao kia mong vậy kia tới khơi những ao kia làm đồ bên tay nè khác co hiện giờ lọc hiện từ nè khác co giờ lọc và ô không từ
ប៉ុន្តែមិនគិតច្រើនអីទៀតទេព្រោះដឹងថាតម្រល់ខ្មៅហ្នឹងប្រហែលជាម្ចាស់ទឹកម្ចាស់ដីឬក៏បងប្អូនតបពីដូនពីតាមកឬក៏គេហៅថាតបលោកតាឃ្លាំងមឿងឬក៏អីចឹងណាទេវតាតាមថែរក្សាទឹកដីរបស់យើងចឹងមិនអោយពួកអាចោលសៀមវាចូលបានណាប្រហែលនាទីក្រោយមកក៏ឮសំឡេងខាងពួកចោលសៀមហ្នឹងស្រែកខ្លាំងហ្មងស្រែកតែយើងក្នុងព្រៃយើងស្ដាប់ឮអាស្នូកភ្លើងហ្នឹងវារៀងស្ងាត់បន្តិចស្រែកខ្លាំងស្ដាប់ឮថាថយវិញទាហានខ្មែរច្រើនណាស់ដកថយពួកអាសៀមហ្នឹងវានិយាយចឹងពេលហ្នឹងលោកពូរិទ្ធក៏មើលទៅលើមេឃរៀងភ្លឺហ្នឹងក៏ស្រាប់តែចាប់ផ្ដើមងឹតទៅវិញមុនហ្នឹងភ្លឺមើលឃើញស្រមោលខ្មៅឥឡូវចាប់ផ្ដើមងឹតទៅវិញងឹតទៅវិញចឹងទៅបន្ទាប់មកមេឃក៏ចាប់ផ្ដើមមានផ្គរផ្ទះម្ដងទៀតផ្គរផ្ទះផ្គរលាន់ផ្ទះបាញ់ផ្គរលាន់ឡើងគឺមេឃខ្លាំងមែនទែនហើយម្ដងនេះរៀងយូរលោកពូរិទ្ធក៏ប្រាប់ថារៀងយូរចូលខ្ទង់ 4-5 នាទីគ្រាន់តែផ្គរលាន់អាសំឡេងកំភ្លើងលែងបាញ់ហើយពួកសៀមពួកចោលសៀមវាដកចង់អស់ហើយលែងបាញ់លែងអីទៀតទេអញ្ចឹងគោផ្ទះក្ដុងក្ដាំងឡើង 4-5 នាទីគាត់ប្រាប់ទៅបាត់ទៅវិញអបគរនឹងទៅវិញ 4-5 នាទីគណៈពេលហ្នឹងក្រុមរបស់លោកពូរិទ្ធហ្នឹងក៏ថយក្រោយលែងរួចហើយអស់មែនតើហើយក៏សម្រេចចិត្តថាសម្រាប់ទាំងអស់គ្នាសិនព្រោះស្ងាត់ហើយស្ងាត់ស្នូភ្លឺណារងចាំមេឃភ្លឺទើបចេញពីព្រៃទៅវិញទាំងអស់គ្នាហើយលុះដល់មេឃរៀងភ្លឺស្រាងខ្ទង់ម៉ោង 5 ម៉ោង 6 ហ្នឹងភ្លឺស្រាងហ្នឹងក៏ក្រុមរបស់លោកពូរិទ្ធហ្នឹងក្រោកឡើងដាស់គ្នាក្រោកឡើងទាំងអស់គ្នាហ្នឹងហើយលោកពូរិទ្ធក៏ដើរមើលគ្នារបស់គាត់ហ្នឹងថាអ្នកណាត្រូវក្របយុមិញខ្លះអញ្ចឹងណាអ្នកណារងរបួសធ្ងន់ប្រហែលអ្នករងរបួសស្រាលប្រហែលអ្នកអញ្ចឹងទៅដើម្បីរៀបចំមិនម៉ាអ្នករបួសធ្ងន់យើងដាក់សែងដាក់អីទៅអ្នករបួសស្រាលអាចដើរកើតដើរអញ្ចឹងណាជាក់ស្ដែងលោកពូរិទ្ធដើរមើលគ្នាទៅឃើញថាទាំងអស់គ្នា9នាក់អត់មានរបួសអីមួយអត់មានរបួសអីទាំងអស់អត់មានត្រូវក្របអីទាំងអស់ស្ដែងណាបងប្អូនស្ដែងមែនទេយប់មិញឃើញត្រូវដល់ព្រឹកឡើងអត់មានឃើញត្រូវទេតែគ្រាន់តែឃើញខោអាវហ្នឹងធ្លុះធ្លាយដាច់លហែកបន្តិចបន្តួចដែរធ្លុះរបៀបធ្លុះគ្រាប់ឬក៏វែងឬក៏អីចឹងណាធ្លុះអាយ៉ះដាច់ចឹងទៅពួកគាត់ទាំងអស់គ្នាហ្នឹងក៏នឹកគិតដល់រឿងយប់មិញដែលបានជួបឃើញស្រមោលខ្មៅឃើញអីចឹងប្រហែលជាតបខ្មោចតបទាហានដូនតាមកជួយចឹងហើយក៏អង្គុយនិយាយគ្នាទៅថាយប់មិញណាគេបានជួបអីខ្លះណាគេបានឃើញអីខ្លះអង្គុយនិយាយគ្នាចឹងម្នាក់និយាយដូចគ្នាចឹងនិយាយថាឃើញស្រមោលខ្មៅងឹតជាច្រើនផុសចេញមកពីទឹកដីខ្មែរណាហើយដើរសម្ដៅទៅចូលទៅកាន់គោដៅសៀមដែលពងបាញ់មកយើងពួកទាហានចោលសៀមហើយមកសន្ទុះមកពួកចោលសៀមហ្នឹងក៏រត់ចែកជើងគ្នាទាំងអស់ទៅវិញហ្នឹងទៅក្រោយពេលគ្នារបស់លោកពូរិទ្ធហ្នឹងបានអង្គុយនិយាយគ្នារួចក៏សម្រេចចិត្តថាអត់ចេញទៅណាទេដំបូងគិតថាចាក់ចេញពីព្រៃហ្នឹងតែម្ដងនេះអត់ចេញទៅណាទេគឺនៅដើរចល័តនៅក្នុងតំបន់ព្រៃព្រះវិហារហ្នឹងដដែលព្រោះដោយសារពួកគាត់ទាំងអស់គ្នាហ្នឹងអត់មានរបួសអីហ្នឹងហើយកម្លាំងមានពេញបាត់ឯហ្នឹងកម្លាំងអត់មានខ្សោយឯនៅខ្លាំងវិញហើយជំងឺទាំងបាល់ម៉ានដូចជាអស់ហើយអត់មានផ្ដាសាយអត់មានគ្រុនចាញ់អីទៀតទេដាច់ស្រឡះហ្មងវាមានថាទេវតាជួយហ្មងហ្នឹងហើយដូនតាជួយពួកគាត់អត់ត្រូវក្របវិញអញ្ចឹងហ្នឹងរឿងហ្នឹងដូចជាអត់ត្រូវគួរជឿវាស្ដែងពេកគាត់ប្រាប់ស្ដែងពេកព្រឹកឡើងទៅជាអត់មានត្រូវក្របពួកគាត់គិតថានោះតស៊ូគ្នា9នាក់ហ្នឹងតស៊ូជាមួយពួកចៅសៀមនឹងបន្តទៀតទៅនៅក្នុងព្រៃនឹងទៀតទៅរឿងហ្នឹងគាត់បានប្រាប់ប៉ុណ្ណឹងហើយគាត់នៅប្រាប់ខ្ញុំមកភាគទៀតខ្ញុំនិយាយមកភាគទៀតហ្នឹងគឺសាកសពដែលម្នាក់ដែលស្លាប់ហ្នឹងកប់ចោលហ្នឹងគឺយកសាកសពហ្នឹងផុតសង្គ្រាមគឺយកចេញទៅក្រៅវិញតែខ្ញុំត្រូវមករឿងទៀតគឺរៀងវែងជាងហ្នឹងបន្តិចអញ្ចឹងខ្ញុំអត់ទាន់និយាយក្នុងវីដេអូហ្នឹងទេខ្ញុំតែនិយាយវីដេអូមួយទៀតខ្ញុំនិយាយប៉ុណ្ណឹងជីចុះហើយរឿងរ៉ាវមួយនេះគឺមិនគួរឲ្យជឿទេបងប្អូនរឿងរ៉ាវនៅក្នុងព្រៃបងប្អូនស្ដាប់ដោយពិចារណាផងតែរឿងរ៉ាវនេះលោកពូរិទ្ធគាត់បានប្រាប់
có tha rương ní bật bật nó mùi bật tại mà đó phù mình từ họ mùi vô lưỡi vô cạ vô bao mùi bàn ấy tê chẳng quạt bạp mà chẳng hay những bạn admin ní có bạn vô rương nó màu là thay mà thôi tinh túi bấm hot đóng bay về dễ tới hiện sưu dễ này đóng bay nằm nào chun bom ôn prey mất nét đập anh nghĩ sưu hay bữa sân chia sẻ riêng môi ní nhưng bạn dễ tới vì mình cả khó chịu trong trường hợp nào môi ít xong mà chia sẻ vì bom ôn từng ở nhiều có hay xong bom ôn sẽ đập đòi bị trà nè tới hay kịch chặt tục thở đập tới chỉ ca cùng san môi cho ở lấy dương và tê chuyện dương gặp vùng ở đau cục tục khăng tới bộ viên tỷ lệ có thì dần ho màu ở đọc ở môi không ấy không tục khăng tới bom ôn phía sực nó rút group ti vì tình đi mình tên bom ôn của cháu xiêm trong việc thưa bạc mai dương khăng mình tên mình đừng ngày nào chọc đi ai đừng chọc về bỏ nào vụ việc bỏ nào rồi rộn tray khai pi mình đừng rồi ta sẽ không phải chọc nâng cho ở trong ai bom ôn thể hiện bom ôn dương chia phô rọt dương của bà dương tên nhầm khơi của bà chất mình tên bom tam đừng tịch chui thứ mấy bà chui chỉ biên ha đập ấy chỉ tôi xong rồi để ấy tôi chui bà được phân năm nhưng ai bom ôn ở bà sân chỉ bên chật sẽ riêng mũi ní bom ôn xong chui chay mình lời sẽ riêng mũi ní từ căn mật vẽ bom ôn ở đập thằng ngọc nia và to phong phô riêng mũi ní cứ không biết chỉ nói cái nói bây giờ mình snap mình tình dễ bảo mình con trai chỉ nói cái nói tiếp qua đặt đăng tê riêng ra chẳng á ngày hay xong bom ôn đà mình toàn cho subscribe xong chui cho subscribe nè mũi phong bát ở con trai bom ôn nhưng bạn admin nằm na riêng mình ô ở con trai thằng ngọc nia để bạn snap sẽ riêng mũi ní bị đau rồi mà đo chọc và bạn chất mình tên bom ôn nhưng giấy tới nơi ta hiện cái đốc có đua bạn chất riêng là bị tê chết tại chỉ riêng mình là dạy riêng này phải chọc chun bom ôn hay nằm miền phía cõi mũi tiết nhưng bạn đang không prăng giấy ấy là o chinh đi phía cõi mũi tiết chương trình rong chăm sẽ đáp một phía tiết riêng là bao là cú rật ở con trai bom ôn ngọc nia chăm chụp nhom nơi riêng cõi mũi tiết chun po bom ôn sọc có việc lo sọc bài từ ngọc nia ở con chỉ việc đi bom ôn